បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបានបរឡែងលេងឬឲ្យខ្លាមកអោបពីក្រោយយើងអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយអបពីបងប្អូនចូលមកកាន់នៅ Google ហើយបងប្អូនគ្រាន់តែមកបងប្អូន search តែពាក្យថា Picver AI បងប្អូនណាបាទបងប្អូនចូលតែម្ដងមកបាទបន្តឲ្យបងប្អូនចូលពាក្យថា Picver AI ទៀតមក AI ហើយបាទបងប្អូនមើលត្រង់នេះណាបងប្អូនគេដាក់ថា effect បងប្អូនណាអញ្ចឹងបងប្អូនចុចពាក្យតែ effect នេះទៅ effect ហើយបងប្អូនទៅរកវីដេអូមួយមកបងប្អូនណានេះបងប្អូនណានេះវីដេអូមកអបពីក្រោយហ្នឹងបាទអញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើហ្នឹងទៅបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីបានយើងជ្រើសយកនៅវីដេអូហើយណាបងប្អូនត្រូវតែរើសនៅយករូបរបស់យើងមួយតែម្ដងមកបាទដើម្បីយករូបយើងបានបងប្អូនចូលត្រង់កន្លែងសញ្ញាព្រួយមួយដាក់បាញ់នៅលើហ្នឹងបាទបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានយករូបភាពហើយបាទបងប្អូនចុចពាក្យថា create មកបងប្អូនរកចាំវាសិនណាបងប្អូនហ្នឹងហើយបាទកំពុងតែដើរបងប្អូនណាបងប្អូនរកចាំវាសិនទៅបាទអូខេបងប្អូនបាទគឺវាលយមែនទែនបងប្អូនហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើរួចរាល់ហើយបងប្អូនចង់សេវទុកបងប្អូនណាហ្នឹងហើយបងប្អូននេះបងប្អូនមើលត្រង់ពាក្យថា download នេះណាអញ្ចឹងបងប្អូនចុចពាក្យថា download ហ្នឹងមកបងណាបងប្អូនយកពាក្យថា watermark បាទហ្នឹងហើយអញ្ចឹងបងប្អូនចុចពាក្យថា watermark ទៅបាទវានឹង download តែម្ដងអញ្ចឹងណាបាទបន្ទាប់ហើយគេឲ្យបងប្អូន send ទៅក្នុង Telegram ក៏បានទៅក្នុង chat ក៏បានដែរបាទឥឡូវខ្ញុំសូមទៅក្នុង Telegram តែម្ដងទៅបាទហ្នឹងហើយខ្ញុំសូមបាទឆាតទៅឈ្មោះច័ន្ទថានេះតែម្ដងទៅបាទហ្នឹងហើយបងប្អូនចូលពាក្យទៅ send ទៅបាទហើយបងប្អូនរកចាំវាសិនទៅបងប្អូនហ្នឹងហើយបាទហ្នឹងហើយបន្ទាប់ពីយើង send ហើយបងប្អូនអាច save ទុកមកតែម្ដងមកក៏បានដែរហ្នឹងហើយបងប្អូន save ទុកទៅយកពាក្យថា save to download បាទហ្នឹងហើយបាទហើយបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលនៅវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបាទសូមអរគុណសូមជម្រាបលា